តោះឥឡូវយើងចាប់ផ្ដើមធ្វើដំណើរទៅ 7NG ទាំងអស់គ្នាបន្តិចទៀតយើងទៅមើលទិដ្ឋភាពនៅក្នុង 7NG ទាំងអស់គ្នាសួស្តីក៏ដូចជាជំរាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដោយក្បាលវីដេអូអញ្ចឹងគឺថ្ងៃនេះខ្ញុំទៅលេងនៅ 7NG នៅចុងសប្តាហ៍អញ្ចឹងខ្ញុំចេញទៅនេះគឺរៀនថ្ងៃទីអ្នកទាំងអស់គ្នាយើងខ្ទង់ម៉ោង 10 ជាងអញ្ចឹងណាអញ្ចឹងទៅអត់ទាន់អត់ញ៉ាំបាយញ៉ាំអីទេចាំទៅញ៉ាំនៅក្នុងតែម្ដងដោយសារតែយើងនៅម្ដុំរិស័យកៅអញ្ចឹងយើងត្រូវចេញពីទីតាំងរបស់ខ្ញុំហ្នឹងឆ្ពោះមកស្ពានជ្រោយចង្វាបន្ទាប់ពីយើងជិះមកដល់ស្ពាននេះគឺយើងត្រូវឆ្លងស្ពានត្រូវទៅត្រយមកខាងអ្នកទាំងអស់គ្នានៅជ្រោយចង្វាប្រហែលជាស្គាល់ឯទីតាំងគឺយើងជិះទៅរកផ្លូវទៅសាកលវិទ្យាល័យណូតុនអញ្ចឹងណាអញ្ចឹងយើងត្រូវបន្តដំណើររហូតដល់ផុតស្ពានហើយជិះទៅដល់ត្រយមកខាងនេះយើងមកដល់នេះគឺត្រយមកខាងបន្ទាប់ពីយើងមកដល់ត្រយមកខាងហើយគឺយើងត្រូវការអែបខាងស្ដាំដៃព្រោះយើងផ្លូវបត់ហ្នឹងគឺបត់ខាងស្ដាំអញ្ចឹងណាតែអ្នកដប់ក៏ដប់ខាងអែបខាងឆ្វេងអញ្ចឹងយើងត្រូវរកផ្លូវបត់អែបខាងស្ដាំវិញដើម្បីយើងបត់ខាងស្ដាំដែរហើយក៏ជាស្រ័យអ្នកទាំងអស់គ្នាខ្លាំងមែនតើដោយសារតែខ្ញុំ voice over នេះប្រហែលជាលឺសលេងយើងឆលបន្តិចដោយសារយើងអត់ទាន់មានឧបករណ៍គ្រប់គ្រាន់អញ្ចឹងហើយណាមួយនៅទីតាំងខ្ញុំនេះគឺយើងលឺសលេងអញ្ចឹងអ្នកទាំងអស់គ្នាបាទដោយសារខ្ញុំនៅនេះគឺអែបផ្លូវដល់ពេលអញ្ចឹងគឺមានសំឡេងម៉ូតូឡានជិះទៅមកឆ្លងកាត់ជាប្រចាំហើយនេះយើងមកដល់អែបខាងស្ដាំដៃយើងបត់ផ្លូវដែលមកសាកលវិទ្យាល័យណូតុននេះគឺជាសាកលវិទ្យាល័យណូតុនអ្នកដែលគាត់នៅទីតាំងជ្រោយចង្វាគឺស្គាល់ច្បាស់មែនទែនហើយអ្នកដែលអាចរៀននៅសាកលវិទ្យាល័យណូតុនក៏ត្រូវស្គាល់ផ្លូវនឹងច្បាស់ផងដែរអញ្ចឹងខ្ញុំបន្តដំណើរទៅមុខទៀតផុតសាកលវិទ្យាល័យណូតុនរហូតទៅដល់ផ្លូវបំបែកនៅខាងមុខអញ្ចឹងបន្ទាប់ពីយើងជិះផុតបន្តិចមកគឺដល់ផ្លូវបំបែកជា2អញ្ចឹងបន្ទាប់មកគឺយើងបាត់ខាងឆ្វេងដៃយើងអត់បាត់ខាងស្ដាំទេព្រោះខាងស្ដាំនេះគឺទៅវិញត្រឡប់ទៅវិញទេអញ្ចឹងយើងបាត់ខាងឆ្វេងដៃដើម្បីទៅកំពង់ចម្លងព្រោះយើងត្រូវឆ្លងដអ្នកនរគ្នាទៅ 7NG គឺយើងត្រូវការឆ្លងដអញ្ចឹងខ្ញុំជិះតាមឡានហ្នឹងព្រោះឡានក៏គាត់ត្រូវឆ្លងដដែរអញ្ចឹងយើងត្រូវការឆ្លងទៅជាមួយគ្នាហើយនេះគឺអែបខាងស្ដាំដៃវិញបត់ចូលកំពង់ចម្លងតែម្ដងអញ្ចឹងខ្ញុំត្រូវបត់ខាងស្ដាំដៃហ្នឹងដើម្បីទៅឆ្លងដហើយនេះយើងដល់នេះត្រូវចូលកន្លែងនេះដើម្បីបង់លុយជាមុនសិនដើម្បីយើងអាចឆ្លងសាឡាងបានបាទអញ្ចឹងខ្ញុំបង់លុយហើយក៏ត្រូវបន្តដំណើរឡើងលើសាឡាងតែម្ដងអញ្ចឹងណាទៅលើកនេះរៀងសំណាងអ្នកនរគ្នាដោយសារមកដល់គឺសាឡាងគេមកដល់ដែរអញ្ចឹងយើងអត់មានចាំយូរទេគឺឡើងមកចុះមកដល់គឺចូលសាឡាងតែម្ដងដោយសារខ្ញុំធ្លាប់ឆ្លងពីមុនគឺត្រូវការចាំសាឡាងដោយសារសាឡាងគេអត់តមកដល់អញ្ចឹងណាអញ្ចឹងត្រូវការចាំយ៉ាងយូរដែរណាមួយមានអ្នកធ្វើដំណើរច្រើនដល់ពេលអញ្ចឹងយើងស្ទះចាំយើងយូរអញ្ចឹងទៅប៉ុន្តែពេលនេះដូចជាមិនអីទេមកដល់គឺសាឡាងគេមកដល់ដែរអញ្ចឹងយើងអាចឡើងជិះបានភ្លាមហើយនេះគឺជាទិដ្ឋភាពនៅខាងលើសាឡាងដោយសារខ្ញុំឡើងមកលើថតពីលើទៅវិញឃើញទេសភាពស្អាតអញ្ចឹងណាហើយនៅពេលហ្នឹងគឺទេសភាពស្អាតមេឃអត់សូវមានខ្យល់ខ្លាំងទេទឹកក៏ស្ងប់ដែរហើយក៏ថ្លាដូចគ្នាអញ្ចឹងហើយបានខ្ញុំឡើងឆ្លៀតទៅថតយកទេសភាពបន្ថែមដូចគ្នាអញ្ចឹងណាដើម្បីទុកមើលឬក៏ដូចជាទុកជាអនុស្សាវរីយ៍បន្ថែមហើយនេះគឺយើងថតយកពីក្នុងសាឡាងមកវិញគឺមានអ្នកដែលធ្វើដំណើរហ្នឹងគាត់ធ្វើច្រើនខ្លាំងមែនទែនបាទយើងធ្វើដំណើរទៅត្រយមកខាងហើយយើងធ្វើដំណើរមកសបកហ្នឹងគឺយើងបានមកដល់ហើយបាទអញ្ចឹងបន្ទាប់ពីធ្វើដំណើរបានមកសបកមកគឺយើងបានមកដល់ទីតាំងត្រយមកខាងទៀតអញ្ចឹងយើងចាប់ផ្ដើមចេញដំណើរឆ្ពោះទៅទីតាំងរបស់យើងគោលដៅរបស់យើងគឺ 7NG បន្តទៀតអញ្ចឹងយើងចុះពីលើសាឡាងហើយគឺយើងទៅត្រង់រហូតអ្នកទាំងអស់គ្នារហូតទៅដល់វត្តស្វាយជ្រុំនៅខាងមុខអញ្ចឹងនេះយើងអត់ទាន់ទៅដល់ទេទើបតែចាប់ផ្ដើមចេញដំណើរពីសាឡាងមិញទេបាទអញ្ចឹងយើងត្រូវជិះមកមុខនេះគឺមានស្ពានមួយហ្នឹងយើងត្រូវឆ្លងស្ពានហ្នឹងសិនបាទហើយនៅហ្នឹងគេមានលក់ដូរអីដែរប៉ុន្តែមិនច្រើនទេអ្នកនរគ្នាហើយនេះយើងមកដល់ហើយគឺមុខខ្លោងទ្វារវត្តស្វាយជ្រុំអញ្ចឹងបន្ទាប់ពីយើងដល់មុខខ្លោងទ្វារវត្តស្វាយជ្រុំហើយយើងអត់ទៅត្រង់នេះគឺយើងបត់ខាងឆ្វេងដៃតែពីបត់ខាងឆ្វេងដៃគឺយើងទៅត្រង់បន្តិចហ្នឹងគឺមានផ្លូវបត់ខាងស្ដាំដៃវិញអញ្ចឹងអ្នកនរគ្នាបត់តាមផ្លូវហ្នឹងទៅគឺត្រូវហើយកុំឲ្យទៅត្រង់មកទៅត្រង់គឺខុសផ្លូវអញ្ចឹងណាចំពោះវីដេអូនេះគឺខ្ញុំថតពីទូរស័ព្ទអ្នកនរគ្នាដោយសារទូរស័ព្ទរបស់ខ្ញុំហ្នឹង iPhone គឺថតមកទៅយើងច្បាស់ប៉ុន្តែដោយសារវា full storage ដល់ពេលអញ្ចឹងត្រូវការយកទូរស័ព្ទគ្នាខ្ញុំម្នាក់ទៀតក៏ថតដែរអញ្ចឹងណាអញ្ចឹងរូបភាពគឺអាចនឹងខុសគ្នាតិចតួចអធិស្ឋានអញ្ចឹងយើងជិះមកដល់ផ្លាកនេះគឺយើងត្រូវបត់ខាងស្ដាំដៃអ្នកទាំងគ្នាតទៅពីបត់ខាងស្ដាំដៃគឺយើងទៅត្រង់រហូតគឺលែងមានផ្លូវបត់ទៀតហើយបាទអញ្ចឹងយើងទៅរហូតត្រង់ទៅដល់គោលដៅដែលយើងចង់ឈប់តែម្ដងអញ្ចឹងពេលខ្ញុំជិះទៅហ្នឹងផ្លូវយើងពិបាកជិះបន្តិចណាគ្នារហូតទៅដល់ផ្លូវបត់ហ្នឹងគឺបានយើងសួរផ្លូវជិះវិញពេលទៅហ្នឹងអត់ដល់ផ្លូវបត់ហ្នឹងគឺយើងហុយបន្តិចហើយអាលាក់អញ្ចឹងណាអញ្ចឹងពេលដែលយើងដល់ផ្លូវបត់ខាងស្ដាំហ្នឹងហើយដល់ស្លាកហ្នឹងហើយគឺយើងមកត្រង់ហ្នឹងគឺមានផ្លូវបេតុងរហូតហើយសួរជិះជាងមុនអញ្ចឹងណាបន្ទាប់មកគឺយើងបន្តដំណើររហូតដល់ស្លាកនេះមួយទៀតហើយក៏យើងអត់មានបត់ទៅណាដែរគឺយើងទៅត្រង់ព្រោះយើងលែងមានផ្លូវបត់ដែរដូចខ្ញុំបញ្ជាក់អញ្ចឹងគឺយើងទៅត្រង់រហូតដល់គោលដៅរបស់យើងតែម្ដងអញ្ចឹងទីតាំងកន្លែង
trong đằng thà tự hiệp nơi đo cái tí tăng nâng miền tự hiệp xã và văn mát trong tu sanh và tham rồi từ đó chọc video nâng tới cứ dừng đằng này mìnhต้องไปយើងធ្វើដំណើរ 4-5 នាទីមកគឺយើងបានមកដល់ទីតាំងនេះដែលមានគេលក់របស់ញ៉ាំអ្នកនរគ្នាមានច្រើនមានត្រីមានក្តាមមានខ្យងមានអីចឹងទៅដែលគាត់រកបានអញ្ចឹងណាគាត់រកបានហើយគាត់ក៏លក់ហើយអ្វីដែលគាត់រកហ្នឹងខ្ញុំឃើញគាត់រកនៅទីតាំងចិត្តហ្នឹងទេបាទនៅអែបហ្នឹងគឺមានស្រះមានអីចឹងទៅហើយនេះគឺយើងបានមកដល់ហើយទីតាំងរបស់យើងនៅខាងមុខហ្នឹងឯងប៉ុន្តែខ្ញុំអត់ទាន់បានចូលលេងនៅហ្នឹងទេហើយនៅនេះគឺយើងមានកន្លែងលេងច្រើនមានកញ្ចុះមានរឹងអីយើងអាចអង្គុយបានហើយយើងមានហាងកាហ្វេនៅក្រោមហ្នឹងយើងអាចទិញកាហ្វេហើយទាំងចង់នឹងអង្គុយក្រោមយើងចង់នឹងអង្គុយលើដើម្បីមើលទេសភាពពីលើមកក្រោមវិញគឺយើងអាចឡើងទៅតាមហ្នឹងបានគឺទេសភាពមើលពីលើមកវិញគឺអែមខ្លាំងមែនទែនព្រោះខ្ញុំធ្លាប់ឡើងចូលម្ដងហើយប៉ុន្តែលើកនេះមកលើកទី2ហើយលើកទី2គឺមានការអភិវឌ្ឍច្រើនជាងមុនទៀតបាទអញ្ចឹងណាអញ្ចឹងទេសភាពក៏កាន់តែអែមហើយកន្លែងលេងក៏កាន់តែច្រើនដូចគ្នាហើយពេលហ្នឹងគឺខ្ញុំអត់បានចូលលេងទេដោយសារតែខ្ញុំចូលទៅត្រូវការទៅរកបាយញ៉ាំសិនព្រោះពេលហ្នឹងគឺយើងម៉ោងខ្ទង់12អីអញ្ចឹងយើងត្រូវការញ៉ាំបាយយើងហៅដែរអ្នកទាំងអស់គ្នាពេលទៅហ្នឹងគឺយើងអត់បានញ៉ាំបាយពីផ្ទះទៅហើយនេះគឺជាកញ្ចុះដែលយើងមានតាមដងផ្លូវនេះយើងអាចចង់ចូលអង្គុយយើងអាចចូលអង្គុយលេងបានហើយនេះគឺជារមណីយដ្ឋានការចងចាំតែខ្ញុំអត់បានចូលទេព្រោះយើងនៅស្ទើរលុយអញ្ចឹងចាំមានឱកាសក្រោយយើងចាំចូលលេងទាំងអស់គ្នាប៉ុន្តែពេលនេះគឺយើងអត់តន់ចូលទេគឺយើងតដំណើរទៅមុខទៀតដើម្បីទៅរកបាយញ៉ាំហើយខ្ញុំរកកញ្ចុះអង្គុយលេងអញ្ចឹងណានេះមកដល់នេះគឺយើងអត់តន់បត់ទៅណាទៅណីទេគឺយើងបត់ខាងឆ្វេងដៃអត់មានបត់ខាងស្ដាំដៃទេបត់ខាងឆ្វេងដៃដើម្បីយើងជិះទៅមុខទៀតមានកន្លែងលេងកន្លែងញ៉ាំអីច្រើនខ្លាំងមែនទែនហើយមើលទេសភាពទឹកមានអីអញ្ចឹងទៅអ្នកដែលគាត់ stress ការងារគាត់អាចមកលេងបាននៅកញ្ចុះនឹងអង្គុយលេងព្រោះកញ្ចុះគេមានរឹងមានអីចងអង្គុយលេងញ៉ាំអីនៅនឹងជុំគ្នាបានបើចង់មកសាក់អីអាចមកសាក់បានបាទចង់សាប់បណ្ណាអីអត់ដឹងទៅណាទៅលេងនៅណាអាចមកលេងនៅនេះបានហើយនេះខ្ញុំជិះមកមុខនេះដល់ស្រាក់នេះគឺយើងដល់កន្លែងនេះយើងធ្វើឈប់ញ៉ាំអីហើយនេះគេមានលក់ច្រើនអ្នកនរគ្នាចង់ញ៉ាំអីយើងអាចកំងបានមានប្រហិតមានអីចឹងទៅយើងចង់ញ៉ាំបាយយើងញ៉ាំបាយចង់ញ៉ាំអីប្រហិតអីផ្សេងក៏មានមីឆាបបាយឆាយអញ្ចឹងក៏មានទាំងអស់ហើយនៅនេះយើងមានកន្លែងកំសាន្តដែរនៅខាងនេះគឺយើងមានសួនសត្វអីនៅខាងក្នុងនេះយើងចូលទៅគឺយើងទិញសម្បត្តិម្នាក់អស់$3អញ្ចឹងពេលដែលទៅហ្នឹងខ្ញុំអត់បានចូលទេដោយសារតែយើងមិនតន់មានលទ្ធភាពគ្រប់គ្រាន់អញ្ចឹងណាបាទអញ្ចឹងយើងអត់តន់ចូលទៅលេងទេហើយនេះយើងឈប់ញ៉ាំបាយអីអញ្ចឹងយើងចូលកញ្ចុះហ្នឹងដើម្បីញ៉ាំបាយទាំងអស់គ្នាហើយចាំមើលសកម្មភាពបន្តទៅមុខទៀតមានអីបន្ថែមចំពោះវីដេអូបន្តខ្ញុំនឹងអាចដាក់វីដេអូស៊ីនឲ្យអ្នកនរគ្នាមើលបន្ថែមអញ្ចឹងណាបាទគឺខ្ញុំ voice over ត្រឹមតែប៉ុណ្្នឹងទេខ្ញុំឲ្យមើលវីដេអូពេញតែម្ដងតែក្នុងវីដេអូដើមបាទអញ្ចឹងខ្ញុំនឹងដាក់វីដេអូដើមឲ្យអ្នកនរគ្នាមើលគឺអត់បញ្ចូលសលេងទេគឺសលេង original តែម្ដងបាទអញ្ចឹងចាំមើលអ្នកនរគ្នាហើយនេះយើងកំងមហូបកំងអីហើយបន្ទាប់ពីកំងមហូបហើយគឺយើងអង្គុយចាំគេមកស្បក់អញ្ចឹងក៏ឃើញស្វាយក៏ទិញស្វាយគេមកញ៉ាំអញ្ចឹងណាបាទអញ្ចឹងចាំទស្សនាខ្ញុំដាក់វីដេអូ original ឲ្យអ្នកទាំងអស់គ្នាទស្សនាបន្ថែមបាទអញ្ចឹងចូលរួមទស្សនាទាំងអស់គ្នាអរគុណស្វាយ NG ឆ្ងាញ់ណាស់នេះអាប់ណាជាតិហើយជាតិបងយកតាមហូបអត់បាយគេយកមកគេឲ្យបាយមានបាយអត់ដែរមកហូបបាយអើគាត់ទួមិនយកនេះហូបឡាយអត់បាយអូខេតោះអត់1 2 3មកជួពងត្រីនេះបាយយើងបាយសបងប្អូនប្រហែលស្គាល់ទៅនៅស្រុកខ្ញុំគេហៅបាយសនេះបាយសនេះមកបាយយើងចុងឆាក្តៅមុខមានប៉ុនអីមុខមានប៉ុននេះទី
ច្រើនតែបាច់ញ៉ាំហូបលេងញ៉ាំអត់មានហើយម៉ាត់លោកអើយមកលួចលាក់មកតាមចៃយីអេណាអូនបងហើយបងពូមីងអមនិយាយក្មួយពូចាចំពោះវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការទស្សនាពីដើមដល់ចប់